បណ្ណធម្មជាស្ដាយសោកស្ដាយតែពុទ្ធសាសនាជាសាសនាដែលល្អបំផុតនៅលើពិភពលោកនេះជាសាសនាដែលពិតប្រាកដច្បាស់លាស់ដែលបរិស័ទដែលមនុស្សគោរពបដិបត្តិហើយនឹងផ្ដល់ផលប្រយោជន៍ឲ្យមនុស្សនឹងគឺថាប្រកបជាស្ដែងឃើញច្បាស់នឹងភ្នែករៀងខ្លួនឧទាហរណ៍ដោយសេចក្តីអាក្រក់សេចក្តីល្អគឺកើតឡើងពីអំពើអាក្រក់ល្អរបស់មនុស្សនៅឯងជារឿងពេទ្យតែដល់ញោមញាតបានសិក្សាពីពុទ្ធសាសនានឹងច្បាស់លាស់ទេកាលណាសេចក្តីសុខសេចក្តីទុក្ខកើតមានមកញោមអត់ទទួលថានឹងជាការងាររបស់យើងធ្វើទេអត់យកទេយល់វាខុសទៅទៀតថាសេចក្តីសុខទុក្ខនេះកើតបានពីយើងទៅសុំគេផ្ដល់ឲ្យយើងទេមិនមែនកើតឡើងពីខ្លួនយើងទេនេះញោមញាតិយល់ខុសអញ្ចឹងទៅទៀតតាមពិតអត់មានទេណាញោមណាសេចក្តីសុខទុក្ខទាំងបានកើតតែពីខ្លួនយើងធ្វើតែគ្មានអ្នកណាដទៃឲ្យយើងបានទេបើដល់ញោមញាតិមិនស្គាល់ពីពុទ្ធសាសនាច្បាស់លាស់ចេះទៅផិនទៅច្រឡំយល់ស្អីនេះបានយើងអ្នកកាន់ពុទ្ធសាសនានឹងច្រើនណាស់ដែលនៅតែដើរសុំគេនោះសុំគេរឿងអីចង់បានសេចក្តីសុខថាសុំឲ្យខ្ញុំនឹងបានសេចក្តីសុខជួយផ្ដល់សេចក្តីសុខឲ្យចង់មានទ្រព្យមានសម្បត្តិសុំគេទៅសុំឲ្យជួយផ្ដល់ទ្រព្យសម្បត្តិឲ្យខ្ញុំចង់មានអាយុវែងប្រាប់ទៅសុំជួយផ្ដល់ឲ្យខ្ញុំបានអាយុវែងឲ្យអាយុខ្ញុំបានវែងរីដល់ខ្ញុំស្លាប់ទៅសុំឲ្យនាំខ្ញុំទៅកាន់ឋានសួគ៌ផងមួយទៅព្រះនិព្វានក៏អញ្ចឹងដែរសុំជួយខ្ញុំឲ្យយកទៅដាក់ព្រះនិព្វានផងអានោះសុំគេឲ្យគេជួយទាំងអស់ហើយញោមវានឹងមិនជាពុទ្ធដីការបស់ព្រះពុទ្ធទេអានឹងវាជាជំនឿសាសនាដទៃទេតែយើងវាអត់បានសិក្សាពុទ្ធសាសនាច្បាស់ចេះតែផ្អិនច្រឡំម្ល៉េះអ្វីដែលយើងសុំគេនឹងជាស្ដែងវាអត់ដែលបានទេបានដែលវាបានប្រកបបានតែពីធ្វើខ្លួនឯងទេមកញោមញាណណាដែលធ្លាប់សុំគេនោះសួរតើដែលឃើញរបស់ដែលយើងសុំនឹងគេយកអីមកឲ្យយើងណាសុំមកសុំតែពីក្មេងតែលចាស់មិនដែលឃើញទេដល់បានឃើញតែរកខ្លួនឯងឃើញតែធ្វើខ្លួនឯងទេអានឹងរឿងពិតប្រកបណាញោមណាដល់របស់ទ្រព្យសម្បត្តិឲ្យមានបានតែពីធ្វើខ្លួនឯងទេអត់ដែលសុំគេដែលឃើញណាយកអីមកឲ្យទេអានឹងចឹងតែប្រពន្ធជាបរមគ្រូលោកអត់បានឲ្យយើងទៅសុំថាសុំគេមិនដែលបានទេព្រោះលោកប្រាប់ថាបើធ្វើខ្លួនឯងបានអ្នកប្រាជ្ញលោកបញ្យល់ពាក្យមួយដែលញោមញាតហៅកម្មហ្នឹងពាក្យកម្មណាញោមញាតចេះដឹងគ្រប់គ្នាចេះនិយាយខ្លួនឯងបើមិនយល់ពាក្យកម្មហ្នឹងជាភាសាបាលីទេបើកម្មៈបាលីហ្នឹងដល់ប្រែជាខ្មែរថាការងារដែលយើងធ្វើញោមញាតធ្វើការងារសងៃតែរវើកទាំងយប់ទាំងហាហ្នឹងហើយធ្វើកម្មហ្នឹងបានអ្នកប្រាជ្ញបណ្ឌិតដូនតាលោកបញ្យល់ថាកូនចៅលោកមិនយល់ពីពាក្យកម្មហ្នឹងសោះលោកបញ្យល់លោកថាពាក្យថាអំពើកើតពីការធ្វើបាលីហៅកម្មព្រះពុទ្ធប្រាប់ថាឲ្យសត្វចងចាំសុខទុក្ខសំទើមកើតពីអំពើកើតពីកម្មហ្នឹងណាញោមណាពីការងារដែលយើងធ្វើហ្នឹងឯងអំពើដែលយើងធ្វើរាល់តែថ្ងៃញោមញាតមិនដែលឈប់ឯណាធ្វើការដោយកាយធ្វើការដោយវាចាធ្វើការដោយចិត្តបាលីថាកាយកម្មវិច័យកម្មមនោកម្មហ្នឹងបាលីប្រែជាខ្មែរថាធ្វើការដោយកាយធ្វើការដោយសម្ដីធ្វើការដោយចិត្តអាហ្នឹងឯងជាប្រភពពោលដែលពិតប្រកបផ្ដល់សេចក្តីសុខសេចក្តីទុក្ខឲ្យដល់មនុស្សនោះប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកហាមថាកុំឲ្យធ្វើអាក្រក់ការងារអាក្រក់ឲ្យធ្វើសេចក្តីល្អការងារល្អណាស់
នឹងពុទ្ធសាសនាមានតែប៉ុណ្ណឹងឯងបានជាមានពុទ្ធភាសិតត្រង់សម្ដែងថាអត្តាហេអត្តណោនេថោថាខ្លួនជាទីពឹងខ្លួនទីពឹងខ្លួនញោមញាតមានទ្រព្យមានសម្បត្តិធនធានបុណ្យស័ក្តិអីដោយសារតែខ្លួនយើងតាអ្នកធ្វើហ្នឹងបានតែខ្លួនទីពឹងខ្លួនធ្វើការខ្លួនឯងដែលវាកើតផលឡើងមកជួយទំនុកបំរុងខ្លួនយើងនៅតែដដែលណាមិនតែខ្លួនទីពឹងខ្លួនថាអ្នកដតីដូចមកដេចនឹងធ្វើជាទីពឹងខ្លួនទីពឹងយើងបានបើអត់បានទេសូមឲ្យញោមញាតជ្រាបយ៉ាងពុទ្ធសាសនាបើអញ្ចឹងសរុបសេចក្តីមកថាពុទ្ធសាសនាមិនត្រូវការសុំគេទេតែធ្វើខ្លួនឯងបានសម្រេចផលប្រយោជន៍ការសុំគេបានគ្រាន់តែសុំបើវាអត់បានផលបានប្រយោជន៍ឲ្យដល់មកយើងទេសូមឲ្យញោមញាតជ្រាបចឹង